ដែលរៀលគឺជាវគ្គមួយដែលល្បីនៅក្នុងហ្គេម Roblox ចឹងនេះខ្ញុំនឹងមកលេងហ្គេមដែលរៀលហ្នឹងហើយចាំមើលថាខ្ញុំលេងអាចឈ្នះមកអត់តោះឥឡូវចូលលេងទាំងអស់គ្នាថ្ងៃនេះរឿងប្រៃព្រោះសារមានបងអូនខ្ញុំមកលេងជាមួយខ្ញុំដែរណាគ្នាហើយនេះបងរត់ទៅដើមគ្នាគឺយកមាសណាតែមានគ្នាខ្ញុំ slow ឡើងតែខ្ញុំមិននឹងคลิกតែคลิกអីលេងខ្ញុំនិយាយមែនដល់កតែសារតែ slow ពេកឥឡូវខ្ញុំសម្រេចថាលេងតែឯងត្មងទាំងគ្នាហើយយើងដាក់ normal ទៅដោយសារយើងមិន Glow Pro លេងទេចឹងហើយយើងដាក់normal ទៅហើយលេងតែម្នាក់ទេឥឡូវចូល game ហ្នឹងហើយចូលមកវាមានប៉ែលហើយនឹងខ្ចប់ដែរបានតោះឥឡូវយើងធ្វើការទៅយកមាសយើងយកមាសហ្នឹងដើម្បីយកទៅលក់ដល់ពេលដែលយើងលក់ហើយយើងបាន$50បន្ទាប់ពីយើងបាន$50ហើយយើងធ្វើការទៅទិញរបស់ដែលយើងចង់ទិញហើយដោយសារតែខ្ញុំអត់ឃើញរបស់ដែលខ្ញុំចង់ទិញទេចឹងខ្ញុំនឹងទៅទិញភ្លើងទិញខ្ជុះហើយនឹងទិញនេះហ្នឹងនេះរត់ញ៉ាំការពារនេះខ្ញុំទិញតែប៉ុណ្្នឹងទេតែអស់លលេងបន្ទាប់ពីយើងទិញហើយយើងប្រមូលរបស់យើងមកហើយបន្ទាប់មកអ្នកគ្នាកុំភ្លេចណាយកកសែតនេះអ្នកគ្នាណាកសែតហ្នឹងគឺសំខាន់ណាស់ចូលត្បូងអាកសែតហ្នឹងគឺសំខាន់ជាងគេមកយើងទៅការបាត់ក្រាមបងអូនមួយនៅកន្លែងទ្វារយើងដាក់របស់យើងទៅឥឡូវយើងដាក់ខ្ជុះដាក់ហើយយើងធ្វើការចេញដំណើរទៅបងប្អូន 2,000 years later និយាយទៅជីឡើង5000គីឡូម៉ែត្រណាហើយមើលសាអ្នកគ្នាខ្ញុំរកផ្ទះមួយអត់ទាន់ឃើញនេះទាំងការមិនឃើញអូខេតោះអ្នកគ្នាឥឡូវឃើញហើយនោះអានេះខ្ញុំរត់ពេញពីមួយដែលកាន់កក់បាយនេះបរោះជោគជ័យអូខេឥឡូវផ្ទួយចង់យកទៅការទៅវាយស៊ូប៊ីហើយក្នុងផ្ទះហ្នឹងដែរដូចជាអត់មានអីច្រើនទេគ្រាន់តែមានបន្ថៅហើយនឹងសម្រាប់ជីសេះនេះហើយខ្ញុំយកសម្រាប់ជីសេះហើយនឹងបន្ថៅឥឡូវនេះយើងរកឃើញផ្ទះមួយទៀតហើយចង់យកទៅការចូលទៅមើលបន្ទាប់ពីយើងរើអីហើយខ្ញុំធ្វើការយកអាវ៉ាន់ហ្នឹងយកទៅដាក់នៅលើរថភ្លើងរបស់យើងហ្នឹងហើយសាំងអស់ហើយអ្នកគ្នាជាមួយជីទៅមកអត់អស់ហើយលេងចាប់អូមានស៊ូប៊ីខ្ញុំវាយស៊ូប៊ីបរយខ្ញុំវាយស៊ូប៊ីលោដល់ព្រឹកហើយបន្តមកខ្ញុំដុតស៊ូប៊ីហ្នឹងឥឡូវបានសាំងប៉ុនពាក់កណ្ដាលជីមកក៏ឃើញភូមិហ្នឹងឯងអញ្ចឹងហើយយើងធ្វើការចូលទៅយប់ត្មងទៅហ្នឹងហើយដោយអីអ្នកគ្នាឃើញអញ្ចឹងគេងាប់ធំនឹងត្មងហើយក៏វីដេអូយើងមានតែប៉ុណ្្នឹងដែរហើយបើសិនជាខ្ញុំចង់ខ្ញុំលេងដល់បញ្ចប់វីដេអូនេះខ្ញុំសុំ10 like អូខេបាយបាយ